យាយចាស់ចិត្តអាក្រក់ម្នាក់នេះតែងតែយកសាច់មនុស្សស្រស់មកបញ្ចុកក្រពើនៅក្នុងទឹកជារៀងរាល់ថ្ងៃដោយសង្ឃឹមថាវាអាចនឹងឆាប់ធំធាត់នឹកស្មានមិនដល់ថានៅពេលដែលក្រពើតូចនេះកាន់តែធំទៅក្រពះរបស់វាក៏កាន់តែធំគួរឲ្យខ្លាចដែរសាច់ស្រស់បន្តិចបន្តួចរបស់គាត់គឺមិនគ្រប់គ្រាន់សម្រាប់វានោះទេគ្មានជំរឿគាត់ក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញគោចាស់មួយក្បាលមកប៉ុន្តែគោដែលមិនដឹងអីនោះក៏ត្រូវបានក្រពើតបាក់យកភ្លាមមិនដល់3វិនាទីផងវាបានស៊ីគោនោះយ៉ាងស្អាតសូម្បីតែឆ្អឹងក៏មិនសល់ដែរដោយមើលឃើញថាក្រពើយ៉ាងនេះនៅតែស៊ីមិនឆ្អែតគាត់ក៏បានទូរស័ព្ទទៅប្តឹងប៉ូលីសគាត់បានพูดកុហកប៉ូលីសថាប្តីរបស់គាត់បានធ្លាក់ចូលទៅក្នុងទឹកហើយឲ្យពួកគេជួយរកគោលបំណងពិតប្រាកដរបស់គាត់គឺចង់យកអ្នកដែលមកជួយរកនោះធ្វើជាអាហារពេលល្ងាចរបស់ក្រពើដោយមិនដឹងពីការពិតប៉ូលីសក៏បានបញ្ជូនអ្នកមួយទឹកម្នាក់ឈ្មោះអាវ៉ៃចុះទៅរកមនុស្សគាត់បានរកក្នុងទឹកអស់រយៈពេលយ៉ាងយូរប៉ុន្តែមិនបានឃើញសូម្បីតែស្រមោលមនុស្សឡើយនៅពេលនោះគាត់ស្រាប់តែប្រទះឃើញរូងងឹតមួយនៅពេលដែលគាត់បំរុងនឹងចូលទៅមើលស្រាប់តែមានក្រពើមួយក្បាលស្ទុះចេញមកយ៉ាងលឿនអាវ៉ៃភ័យខ្លាចយ៉ាងខ្លាំងហើយបានហែលឡើងមកលើផ្ទៃទឹកទាំងស្រែយ៉ាងខ្លាំងគាត់បានព្យាយាមហែលតស៊ូដើម្បីរស់ប៉ុន្តែដោយសារតែរាងកាយរបស់គាត់ត្រូវបានក្រពើខាំជាប់វាក៏បានលេបត្របាក់គាត់បាត់ទៅនៅពេលដែលមិត្តរួមក្រុមរបស់គាត់បានរកឃើញហើយព្យាយាមទាញគាត់ឡើងមកគេមិននឹកស្មានថាអាវ៉ៃនៅសល់តែខ្លួនពាក់កណ្ដាលខាងលើនោះទេចំណែកពាក់កណ្ដាលខាងក្រោមគឺស្ថិតនៅក្នុងពោះក្រពើបាត់ទៅហើយដើម្បីចាប់ក្រពើយ៉ាងនេះប៉ូលីសក៏បានហៅឧទ្ធម្ភាគចាក់មកបន្ទាប់មកគេបានយកគោចាស់មួយក្បាលមកចងជួរនៅក្រោមឧទ្ធម្ភាគចាក់ដើម្បីធ្វើជំនួយប៉ុន្តែមិននឹកស្មានថានៅពេលដែលគោទើបតែប៉ះនឹងផ្ទៃទឹកគ្រោះថ្នាក់ក៏បានកើតឡើងភ្លាមឧទ្ធម្ភាគចាក់បានចងជួរមេគោទម្ងន់ 2000 ផោនដើម្បីធ្វើជំនួយក្នុងបំណងតាក់ទាញក្រពើយ៉ាងទម្ងន់រាប់រយតោនចេញពីបឹងប៉ុន្តែក្រពើនេះមិនត្រឹមតែសាហាវខូខើប៉ុណ្ណោះទេថែមទាំងឆ្លាតវៃខ្លាំងទៀតផងវាបានមើលធ្លុះនៅល្បិចករបស់មនុស្សតាំងពីដំបូងមកម្ល៉េះវាបានលាក់ខ្លួនក្នុងទឹករងចាំរហូតដល់មេឃងឹតសូនឲ្យជឹងទើបបង្ហាញខ្លួនចេញមកនៅកណ្ដាលភាពងឹតរូបរាងដ៏ធំសម្បើមរបស់វាមើលទៅកាន់តែគួរឲ្យខ្លាចខ្លាំងណាស់នៅពេលឃើញវាបង្ហាញខ្លួនចឹងគឺប្រញាប់លើកកាំភ្លើងភ្លាមប៉ុន្តែមិននឹកស្មានថាក្រពើនោះបានស្ទុះឡើងពីផ្ទៃទឹកយ៉ាងលឿនហើយខាំមេគោជាប់កម្លាំងរបស់វាខ្លាំងរហូតដល់ថ្នាក់ឧទ្ធម្ភាគចាក់ទុកមិនជាប់ហើយត្រូវបានវាអូសចូលទៅក្នុងបឹងតែម្ដងដើម្បីកម្ចាត់ក្រពើនេះប៉ូលីសបានអញ្ជើញអ្នកជំនាញសត្វដ៏ល្បីម្នាក់មកជួយតាមការវិតម្លៃរបស់អ្នកជំនាញក្រពើនេះមានបញ្ញាខ្ពស់ហើយសម្បុករបស់វាច្បាស់ជាស្ថិតនៅបាតបឹងដើម្បីចាប់វាឲ្យបានអ្នកជំនាញបានស្លៀកជុតមួយទឹករួចលោតចុះទៅក្រោមដើម្បីពិនិត្យមើលស្ថានភាពពិតមែនហើយនៅបាតបឹងគេបានរកឃើញគំនរឆ្អឹងសត្វជាច្រើនប៉ុន្តែនៅតែមិនឃើញស្រមោលរបស់ក្រពើនោះឡើយភ្លាមនោះអ្នកដែលនៅលើផ្ទៃទឹកក៏ត្រូវបានក្រពើវាប្រហារដោយមិនដឹងខ្លួនប៉ូលីសម្នាក់គេចមិនទាន់ក៏ត្រូវបាត់បង់ជីវិតនៅនឹងកន្លែងអ្នកដែលនៅសេសសល់ភ័យស្លន់ស្លោរួចប្រញាប់ហែលឡើងមកលើច្រាំងនឹកស្មានមិនដល់ថានៅលើច្រាំងស្រាប់តែមានខ្លាឃ្មុំពណ៌ត្នោតមួយក្បាលស្ទុះមកទៀតខណៈពេលដែលគ្រប់គ្នាគិតថាដល់ទីបញ្ចប់ហើយនោះក្រពើស្រាប់តែស្ទុះចេញពីដីមកប្រហែលជាវាមានអារម្មណ៍ថាស្ទើរមកដណ្ដើមចំណីរបស់វាទើបវាចូលទៅតាំងជាមួយខ្លាឃ្មុំនោះតែម្ដងដោយឆ្លៀតឱកាសពេលដែលពួកវាទាំងពីរកំពុងប្រយុទ្ធគ្នាគ្រប់គ្នាបានរត់ឡើងលើឧទ្ធម្ភាគចាក់ប៉ុន្តែនៅពេលដែលយន្តហោះរៀបនឹងហោះឡើងក្រពើនោះបានលោតមកខាងជើងយន្តហោះជាប់ទោះបីជាអ្នកបើកបរព្យាយាមបន្ថែមល្បឿនយ៉ាងណាក៏មិនអាចចេញរួចដែរសំណាងល្អដែលសៀវមីរហ័សរហួនបានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ទៅលើក្រពើទើបវាព្រមប្រឡែងមាត់បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ដ៏គ្រោះថ្នាក់នេះមកប៉ូលីសបានរៀបចំអាវុធកាន់តែទំនើបដើម្បីរងចាំចាប់វាបន្ទាប់ពីការរងចាំអស់រយៈពេល2ឆ្នាំកន្លះមកផ្ទៃទឹកនៅតែមានភាពស្ងប់ស្ងាត់ស្រាប់ពេលដែលគ្រប់គ្នាកំពុងតែធូរចិត្តបន្តិចនោះស្រាប់តែក្រពើយ៉ាបានស្ទុះឡើងពីផ្ទៃទឹកយ៉ាងខ្លាំងគ្រប់គ្នាបានព្រមគ្នាផ្ទុះអាវុធប៉ុន្តែគ្រាប់កាំភ្លើងធម្មតាមិនអាចទម្លុះស្បែកដ៏ក្រាស់របស់វាបានឡើយផ្ទុយទៅវិញវាបានធ្វើឲ្យវាកាន់តែខឹងសម្បារខ្លាំងឡើងនៅក្នុងភាពច្របូកច្របល់នោះក្រពើយ៉ាបានចូលទៅចុះក្នុងកំទេចកំទីឧទ្ធម្ភាគចាក់ដែលធ្លាក់ចូលក្នុងបឹងការពីលើកមុំស៊ីវស៊ួយបានមើលឃើញឱកាសល្អក៏បាញ់ថ្នាំសណ្ដំទៅលើវាទីបំផុតក្រពើយ៉ាទម្ងន់រាប់រយតោននេះត្រូវបានគេបង្ក្រាបបានសម្រេចគ្រោះមហន្តរាយក្រពើត្រូវបានបញ្ចប់ហើយរឿងនេះក៏ត្រូវបានបញ្ចប់ត្រឹមនេះផងដែរ